សួស្តីបងប្អូនទាំងអស់គ្នានេះខ្ញុំប្រាប់ពីរបៀបយើងចង់ភ្ជាប់នាឡិកាយើងទៅជាមួយទូរស័ព្ទយើងអូសមកលើមកយើងចេញ QR code មកយើងយកទូរស័ព្ទយើងមក scan មកឬក៏យើងវាយពាក្យ app នឹងចូលក្នុង App Store Play Store ដើម្បី download ក៏បានដែរណាយើងមើលតាមនឹងឲ្យត្រូវមកឬយើងទាញទូរស័ព្ទមកយើង scan ណាយើង scan ហើយនេះវា load link មកយើងគាត់ចុចអាលឿងនេះមកវា load ទៅកន្លែង download ដែរបាទយើងចុចលើពាក្យ App Store មកណាអាហ្នឹងតាមទូរស័ព្ទណាទូរស័ព្ទ Android iPhone នេះវាខុសគ្នាយើងចុចតាមនឹងមកណាអញ្ចឹងយើងចាំវាមកស្ទុះឲ្យវា download មកសិនបាទនេះវា download មកហើយយើងចុចបើកវាមកចុចបើកវាហើយយើងចូលអាទី2នេះអារូបនាឡិកានេះបាទតោះមកយើងចុចលេខបូកហ្នឹងមកវាឃើញ search រកនាឡិកាណាតោះមកយើងចុចលើឈ្មោះនាឡិកាហ្នឹងមកចុចពាក្យភានេះមកដើម្បីជាប់បាទចាំវាមក plate ទៅហ្នឹងហើយយើងចុចតាមខ្ញុំទាំងអស់មកណាបាទនេះយើងជាប់ហើយបាទពេលគេផ្ញើសារផ្ញើអីមកយើងបើក notify ចូលទៅបើកក្នុងនេះណាយើងចង់បើកឲ្យគេឲ្យវា load ស្អីឲ្យយើងឃើញខ្លះណាអានេះមុខងារផ្សេងជាច្រើនបាទយើងប្រើទៅគឺយើងដឹងហើយបាទមានមុខងារច្រើនណាយើងហាត់ប្រាណហាត់អីក៏វាមកប្រាប់យើងក្នុងនឹងដែរណានេះសម្រាប់អ្នកចង់ភ្ជាប់បើយើងអត់ភ្ជាប់ក៏បានដែរបាទយើងអត់ភ្ជាប់យើងដាក់ទៅ SIM card ចេញចូលធម្មតាដូចគ្នាអានេះយើងចង់បើក notify ដើម្បីឲ្យវា load ទៅនាឡិកាយើងដឹងពេលសារជូនដំណឹងអីផ្សេងណាយើងបើកបានហើយនេះយើងអូសវាចុះក្រុមនេះមកដើម្បីឲ្យវាចេញរូបយើងអាចដូរមុខនាឡិកាបានណាយើងចុច all watch face នេះមកវាចេញមុខនៅនឹងច្រើនបាទតែនេះអ៊ីនធឺណិតខ្ញុំអត់សូវដើរវាអត់ទាន់ចេញរូបណាពេលយើងចង់ដូរយើងចូលកន្លែងហ្នឹងមកបាទ